លោកនាងជាទីមេត្រីថ្ងៃនេះ SBM News សំឡេងយកជោគជតារាសីសម្រាប់ថ្ងៃពុធ10កើតខែបឋមស័កឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនៅថ្ងៃទី24ខែមិថុនាឆ្នាំ2026ដែលមានដូចតទៅឆ្នាំជូតធាតុទឹកពងទេវតាប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូតថ្ងៃនេះរាសីល្អបង្គួរលោកអ្នកនឹងទទួលបានឱកាសថ្មីទាំងការរកស៊ីនិងការងារប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកតាមផ្ចាញ់ដោយសារតែភាពច្រណែនឈ្នានេះផងដែរដូច្នេះរាល់ពាក្យសម្ដីឬមតិយោបល់ពីមនុស្សជុំវិញខ្លួនក្រៅតែអំពីគ្រួសារសូមកុំសូវយកចិត្តទុកដាក់និងអនុវត្តព្រោះខ្លាចក្រែងសំណាងខ្លាចជាទុកក៏ថាបានចំពោះរឿងគ្រួសារនិងស្នេហាមានភាពចុះសម្រុងមិនមានជាបញ្ហាចោលឡើយឆ្នាំឆ្លូវធាតុដីពងមនុស្សប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវថ្ងៃនេះឡើងខ្ពស់ត្រដែតមិនថាតែអស់លោកអ្នកជាអ្នកពាណិជ្ជករឬបុគ្គលិកមន្ត្រីរាជការឡើយថ្ងៃនេះនឹងទទួលបានលៀបសក្ការៈពីលទ្ធផលការងារក៏ដូចជាមុខរបរលោកអ្នកនឹងមានមនុស្សតាមជួយជ្រោមជ្រែងនិងជាគំនិតលុយកាក់ខ្លះដើម្បីយកទៅពង្រីករបររកស៊ីក៏ដូចជាបណ្ដាក់ទុនជាដើមតែដាច់ខាតថ្ងៃនេះហាមដើរឆ្ងាយនិងរឹងតឹងជាមួយក្រុមគ្រួសារប្តីប្រពន្ធជាដើមបើពុំដូច្នោះទេនឹងមានចំនួនកើតឡើងមិនខានឆ្នាំខាលធាតុឈើពងយក្សស្រីលោកអ្នកដែលកើតឆ្នាំខាលថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតភាពស្មុគស្មាញនិងឧបសគ្គទាំងប៉ុន្មាននឹងរលាយបាត់អស់ជាដំណាក់កាលទៅតាមរបៀបនៃការដោះស្រាយរបស់លោកអ្នកនឹងមានឥទ្ធិពលខ្លាំងទៅលើមនុស្សជុំវិញខ្លួនតាមរយៈការណែនាំនិងជ្រោមជ្រែងពីសំណាក់អ្នកមានអំណាចណាម្នាក់ចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមចុះសម្រុងគ្នានិងយល់ចិត្តគ្នាទៅវិញទៅមកឆ្នាំថោះធាតុឈើពងមនុស្សស្រីរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំថោះថ្ងៃនេះរាសីធ្លាក់ចុះលោកអ្នកនឹងត្រូវចវាយនេះស្ដីបន្ទោសហើយបើជាអ្នករកស៊ីនឹងប្រឈមមុខទៅនឹងការខាតបង់ដើមទុនខាតបង់ឱកាសសម្រាប់ពង្រីកមុខជំនួញសម្រាប់ពេលអនាគតហាមដាច់ខាតជឿអ្នកដទៃជាជាងជឿលើបងប្អូនសាច់ញាតិខ្លួនឯងប្រយ័ត្នអន្តរាយខ្លួនឆ្នាំរោងធាតុមាសពងទេវតាប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោងថ្ងៃនេះរាសីស្ថិតនៅមធ្យមរកកិច្ចការងារប្រចាំថ្ងៃមិនថាទាំងអ្នកធ្វើការជាបុគ្គលិកមន្ត្រីរាជការក៏អាចសម្រេចទៅដោយរលូនមិនមានជាបញ្ហាចោទអ្វីឡើយគ្រាន់តែថ្ងៃនេះហាមដាច់ខាតបណ្ដាក់ទុននិងកក់លុយជាដើមរកទំនាក់ទំនងស្នេហានិងគ្រួសារមិនមានភាពរកាប់រកូសណាមួយឡើយឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ថ្ងៃនេះរាសីធ្លាក់ចុះលោកអ្នកនឹងជួបរឿងស្មុគស្មាញជាច្រើននៅក្នុងកិច្ចការងារប្រចាំថ្ងៃជាពិសេសសម្រាប់អ្នករកស៊ីនិងមានហានិភ័យខ្លាំងនៅក្នុងការចាញ់បោកគេគប្បីចេះប្រយ័ត្នខ្លួនកុំជឿផ្ដេសផ្ដាសទៅលើពាក្យសម្ដីអ្នកដទៃសូម្បីតែសាច់ញាតិសាច់ឆ្ងាយចំពោះរឿងគ្រួសារនិងស្នេហាមានភាពរកាំរកូសមើលមុខគ្នាមិនចំឆ្នាំមមីធាតុភ្លើងពងទេវតាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមីថ្ងៃនេះរាសីឡើងខ្ពស់លោកអ្នកនឹងទទួលបានឱកាសការងារថ្មីឬតំណែងថ្មីហើយបើសិនជាអ្នករកស៊ីចំនួនជួញដូរតូចធំក៏នឹងមានឱកាសពង្រីកដើមទុនឈានទៅចាប់ចំនួនថ្មីដែលជាចំនួនទី2ឬទី3របស់លោកអ្នកចំពោះរឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមដោយទឹកអង្គបំពង់ខ្ចីឆ្នាំមមែធាតុមាសពងទេវតាស្រីលោកអ្នកដែលកើតក្នុងឆ្នាំមមែថ្ងៃនេះរាសីធ្លាក់ចុះការងារជាច្រើនដែលលោកអ្នកបំពេញរួចមកហើយនោះនឹងត្រូវបានចវាយនេះស្ដីបន្ទោសព្រោះតែបំពេញមិនបានល្អសម្រាប់អ្នករកស៊ីចំនួនជួញដូរអាចប្រឈមមុខនឹងការខាតបង់ដើមចុងដាច់ខាតកុំឲ្យនរណាម្នាក់ខ្ចីលុយកាក់ប្រយ័ត្នកាន់តែធ្ងន់កចំពោះរឿងគ្រួសារនិងស្នេហាអាចនឹងមានរឿងអរកម្មរកូសតិចតួចប៉ុន្តែអាចស្ងប់ទៅវិញប្រសិនបើចេះអត់ឱនគ្នាទៅវិញទៅមកឆ្នាំវកធាតុដៃពងយក្សប្រុសលោកអ្នកដែលកើតឆ្នាំវកថ្ងៃនេះរាសីធ្លាក់ចុះលោកអ្នកអាចនឹងមានមនុស្សមិនល្អមកជិះជាន់ឬព្យាយាមព្យាបាទជាដើមសម្រាប់បុគ្គលិកមន្ត្រីរាជការអាចនឹងមានអ្នកតាមផ្ចាញ់ដោយសារធ្លាប់មានគំនិតគុំគួនដូច្នេះក៏បីធ្វើអរិយាបថឲ្យល្អតមមាត់តមកតមពាក្យសម្ដីនោះស្ថានភាពអាចនឹងល្អមកវិញក៏ថាបានសម្រាប់បញ្ហាគ្រួសារនិងស្នេហាអាចនឹងមានភាពរកាំរកូសតិចតួច
ឆ្នាំរកាធាតុដែកពងយៈប្រុសលោកអ្នកដែលកើតក្នុងឆ្នាំរកាថ្ងៃនេះរាសីឡើងខ្ពស់ត្រដែតរកការសម្រេចចិត្តណាមួយរបស់លោកអ្នកសុទ្ធតែអាចនាំទៅរកភាពរុងរឿងនៅថ្ងៃអនាគតដូច្នេះសូមកុំស្ទាក់ស្ទើរនៅក្នុងការអនុវត្តសម្រាប់រឿងគ្រួសារនិងស្នេហាមានតែភាពផ្អែមល្ហែមនិងមានស្នាមញញឹមជានិច្ចឆ្នាំចធាតុដីពងយៈស្រីលោកអ្នកដែលកើតឆ្នាំចថ្ងៃនេះរាសីស្ថិតនៅមធ្យមរកកិច្ចការងារទាំងឡាយទាំងពួងនឹងសម្រេចដោយភាពរលូនគ្រាន់តែហាមដាច់ខាតដើរឆ្ងាយឬយប់ជ្រៅចំពោះរឿងគ្រួសារនិងស្នេហាមិនមានជាបញ្ហាចោទអ្វីឡើយឆ្នាំកុលធាតុទឹកពងមនុស្សស្រីរាសីរបស់អស់លោកអ្នកដែលកើតឆ្នាំកុលថ្ងៃនេះរាសីឡើងខ្ពស់លោកអ្នកនឹងទទួលបានដំណឹងល្អពីសាច់ញាតិដែលបានបែកគ្នាជាយូរឆ្នាំមកហើយនោះលោកអ្នកអាចចាប់ផ្ដើមសម្រេចក្តីស្រមៃបានដោយមានជំនួយពីអ្នកមានទំនាក់ទំនងជិតស្និទ្ធដូចជាច្បាយនាយសាច់ញាតិឬមិត្តភ័ក្តិជាដើមត្រូវដាក់ខ្លួនជានិច្ចដើម្បីជំនះរាល់ការឈ្នានីសពីសំណាក់បុគ្គលមិនល្អនោះសត្រូវក៏អាចក្លាយជាមិត្តបានដែរសម្រាប់រឿងគ្រួសារនិងស្នេហាមិនមានបញ្ហារកម្មរកុសអ្វីឡើយផ្ទុយទៅវិញមានភាពសប្បាយរីករាយនិងផ្អែមល្ហែមដូចទឹកអង្គបំពង់ខ្ចី